ជំងឺស្វាយជាជំងឺកាមរោគដែលឆ្លងតាមការរុំភេទតាមមាត់ដោយសូកបញ្ចូលប្រដាប់ភេទជាមួយនឹងមាត់ជាមួយនឹងទ្វារមាសជាមួយនឹងរន្ធគូតក៏ដូចជាឆ្លងតាមការប៉ះពាល់ជាមួយនឹងស្បែកប៉ះពាល់ជាមួយនឹងដំបៅដែលកំពុងតែមានការបង្ករោគផ្ទាល់ហើយឆ្លងមួយទៀតនោះគឺឆ្លងពីម្ដាយទៅកូននៅជុំវិញកំណើតដែលបណ្ដាលឲ្យកើតមានជំងឺស្វាយពីកំណើតតើរុំភេទប្រមាណដងទើបអាចឆ្លងជំងឺស្វាយមិនចាំបាច់រុំភេទច្រើនដងទេតែម្ដងគត់គឺមានហានិភ័យរហូតដល់ 30% ក្នុងការចម្លងរោគហើយឆ្លងពីម្ដាយទៅកូនវិញគឺមានអត្រាខ្ពស់ជាងនេះទៅទៀតគឺ 60 ទៅ 80%រោគសញ្ញាជំងឺស្វាយនៅដំណាក់កាលដំបូងនេះគេហៅថា primary syphilis ដែលមានរយៈពេលចាប់ពីមេរោគដែលបានឆ្លងចូលរហូតដល់ចេញរោគសញ្ញាហ្នឹងអាចមានគម្លាតពី3សប្តាហ៍ទៅ4សប្តាហ៍ហើយអ្នកខ្លះក៏លឿនជាងនេះផងដែរអាចពី1សប្តាហ៍អ្នកខ្លះក៏យូរជាងនេះទៅទៀតគឺមានរយៈពេលរហូតដល់13សប្តាហ៍ដែលរោគសញ្ញាសំខាន់ដែលយើងងាយស្រួលសម្គាល់ជាងគេនោះគឺលេចចេញជាដំបៅ chancre ដែលដំបៅនេះយើងឃើញមាននៅម្ដុំដែលមេរោគបានឆ្លងចូលឧទាហរណ៍ថាមនុស្សម្នាក់គាត់ទៅរុំភេទដោយប្រើមាត់អាចនឹងឃើញមានដំបៅហ្នឹងនៅលើមាត់ហើយដំបៅ chancre នេះគឺមានលក្ខណៈមិនឈឺចាប់ហើយបាតរបស់វាស្អាតគ្មានខ្ទុះនោះទេដំបៅស្វាយនេះគឺអាចកើតមាននៅគ្រប់កន្លែងប៉ុន្តែកន្លែងដែលយើងឧស្សាហ៍ឃើញកើតមានញឹកញាប់ច្រើនជាងគេនោះគឺនៅក្នុងមាត់នៅលើអណ្ដាតក៏ដូចជានៅលើម្រាមដៃនៅលើប្រដាប់ភេទទាំងបុរសនិងស្ត្រីនៅលើលឹងនៅលើរន្ធគូតក៏ដូចជានៅលើចុងពោះវៀនធំនៅក្នុងដំណាក់កាលនេះផងដែរដំបៅស្វាយដែលកើតមានហើយទោះបីអ្នកជំងឺគាត់ទទួលការព្យាបាលឬក៏មិនបានទទួលការព្យាបាលដំបៅនេះវានឹងអាចបាត់ទៅវិញនៅក្នុងរយៈពេល3សប្តាហ៍ទៅ12សប្តាហ៍ក្រោយបន្ទាប់មកអ្នកជំងឺគាត់នឹងមានសុខភាពល្អធម្មតាឡើងវិញនៅក្នុងដំណាក់កាលនេះដំបៅដែលបានកើតហើយវាគ្មានការឈឺចាប់វានឹងបាត់ទៅវិញអ្នកជំងឺភាគច្រើនគឺគាត់អត់មានការចាប់អារម្មណ៍អត់បានដឹងខ្លួនថាគាត់នឹងបានឆ្លងជំងឺស្វាយនោះទេរោគសញ្ញាជំងឺស្វាយនៅដំណាក់កាលទី2ដែលយើងហៅថា secondary syphilis គឺសញ្ញាផ្ដើមចេញនៅសប្តាហ៍ទី6ទៅទី12ក្រោយពីការដែលបានចេញរោគសញ្ញាស្វាយនៅដំណាក់កាលទី1រួចរាល់សញ្ញាសំខាន់ដែលស្រួលសម្គាល់ជាងគេនោះគឺនៅពេលដែលមេរោគបានឆ្លងចូលគឺបណ្ដាលឲ្យចេញជាដំបៅនៅលើរាងកាយមានការរលាកស្បែកហើយមានឡើងកន្ទួលក្រហមនៅលើស្បែកបែកស្រកាកន្ទួលនៅលើបាតដៃបាតជើងនិងនៅលើភ្នាះមួយកហើយមានការឡើងហើមកូនកណ្ដុរជ្រុះសក់ទំពេចម្ដុំនិងមានការដុះសាច់ដុំពកដែលមានផ្ទៃរាបស្មើរាងមូលហើយពណ៌របស់វាអាចមានពណ៌សឬក៏ពណ៌ផ្កាឈូកនិងពណ៌ប្រផេះគែមនៃដំបៅនោះគឺមានលក្ខណៈក្រហមនៅតាមគែមដំបៅវាច្រើនកើតនៅកន្លែងដែលសើមឧទាហរណ៍ថាផ្នត់នៅក្រោមដោះចំពោះស្ត្រីក៏ដូចជានៅតាមចង្វៃគូតគឺយើងអាចឃើញមានសាច់ទាំងនោះដុះកើតមានអាចមានរោគសញ្ញានៅលើសរីរាង្គផ្សេងទៀតប៉ុន្តែវាមិនសូវជួបប្រទះញឹកញាប់នោះទេរោគសញ្ញាដែលជួបញឹកញាប់ជាងគេនោះផងដែរនោះគឺមានមកជាមួយគ្នាគឺគ្រុនក្តៅមិនឃ្លានចំណីអាហារក្អួតចង្អោរឬក៏អស់កម្លាំងលហិតល្ហៃរោគសញ្ញារួមផ្សំផងដែរនោះគឺមានការឈឺក្បាលដោយសារតែមានការរលាកស្រោមខួរក្បាលអាចនឹងថ្លង់ហឹងត្រចៀកធីងធងវិលមុខស្វាំងភ្នែកមានការរលាកភ្នែកនិងឈឺឆ្អឹងដំបៅនេះនឹងបាត់ទៅវិញនៅក្នុងរយៈពេល2ទៅ3ថ្ងៃក្រោយហើយអ្នកខ្លះក៏អាចច្រើនសប្តាហ៍និងច្រើនខែប្រសិនបើមិនមានការព្យាបាលនោះទេស្វាយនឹងធ្វើការវិវត្តទៅជាដំណាក់កាលធ្ងន់ធ្ងរជាងនេះគេហៅថាដំណាក់កាលស្វាយសម្ងំឬក៏ស្វាយក្រាបដំណាក់កាលស្វាយសម្ងំឬក៏ស្វាយក្រាបដែលយើងហៅថា latent syphilis គឺដំណាក់កាលនេះគ្មានរោគសញ្ញាអ្វីសម្គាល់នោះទេមេរោគស្វាយដែលបានឆ្លងចូលហើយគឺវាចូលទៅក្នុងរាងកាយរបស់យើងវាសម្ងំនៅក្នុងរាងកាយរបស់យើងប៉ុន្តែវាអាចធ្វើឲ្យមានការប៉ះពាល់ទៅដល់សរសៃអាអកខួរក្បាលនិងសរីរាង្គផ្សេងទៀតជំងឺស្វាយនៅដំណាក់កាលចុងក្រោយដែលយើងហៅថាដំណាក់កាលធ្ងន់ធ្ងររោគសញ្ញាចេញជាដំបៅធំជ្រៅដែលមានមេរោគស៊ីដាច់សាច់ដំបៅហ្នឹងហើយដំបៅគឺអាចមាននៅលើចិញ្ចើមច្រមុះនិងមាត់បើព្យាបាលជាវានឹងបន្សល់ទុកនៅស្លាកស្នាមនៅលើរាងកាយរបស់អ្នកជំងឺហើយអាចបណ្ដាលអ្នកជំងឺមានការពិការភាពផងដែរអាចប៉ះពាល់ទៅនឹងឆ្អឹងមានការរលាកឆ្អឹងរលាកបេះដូងរលាកសរសៃឈាមរលាកសរសៃអាអកនិងខួរឆ្អឹងខ្នងអាចប៉ះពាល់ប្រព័ន្ធប្រសាទកណ្ដាលប្រព័ន្ធប្រសាទជ័យខាងខួរនិងខួរឆ្អឹងខ្នងអាចប៉ះពាល់ទៅដល់ភ្នែកដែលធ្វើឲ្យអ្នកជំងឺនឹងមានការងងឹតភ្នែកជំងឺស្វាយក្រោយពីឆ្លងហើយតើរយៈពេលប្រមាណទើបអាចធ្វើតេស្តដឹងចំពោះជំងឺស្វាយគឺមានរយៈពេល3ទៅ12សប្តាហ៍ក្រោយពីការឆ្លងរោគទើបយើងធ្វើការតេស្តទៅដឹងច្បាស់ពិតប្រាកដបាន
ការធ្វើតេស្តស្រាវជ្រាវរោគជំងឺស្វាយទី1យើងអាចធ្វើការបូមឈាមយកទៅពិនិត្យហើយទី2ធ្វើការត្បាល់សារធាតុរាវដែលមាននៅលើដំបៅស្វាយយកទៅមើលផ្ទាល់តែម្ដងនិងទី3ធ្វើការបូមទឹកឬក៏សារធាតុរាវនៅក្នុងកូនកណ្ដុរហើយទី4នឹងធ្វើការបូមសារធាតុរាវនៅក្នុងខួរឆ្អឹងខ្នងរបស់អ្នកជំងឺផ្ទាល់តែម្ដងការព្យាបាលជំងឺស្វាយយោងទៅតាមគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដសះស្បើយនឹងកាមរោគបានណែនាំឲ្យគ្រូពេទ្យធ្វើការព្យាបាលមានទាំងថ្នាំចាក់និងថ្នាំលេបព្យាបាលគ្រប់ដៃគូរួមភេទរួមទាំងស្ត្រីផ្ទៃពោះនិងស្វាយពីកំណើត